ជំរាបសួរពុកម៉ែបងប្អូននៅថ្ងៃចុងសប្តាហ៍មិនដឹងធ្វើម្ហូបអីបងប្អូនអាចយកមុខម្ហូបសម្លកកនេះយកទៅធ្វើសម្រាប់ក្រុមគ្រួសារបានគ្រឿងផ្សំវិញមានដូចជាបន្លែស្លឹកបាសស្លឹកម្រុំហើយគ្រឿងបុកមានគល់ក្រៃស្លឹកក្រៃក៏បានដែរហើយមានប្រហុកមានអង្ករលីងដែលយើងលីងនៅខ្លួនឯងក៏បានយើងទិញនៅលើទីផ្សារក៏បានចំណែកស្លឹកម្រុំដែលនេះខ្ញុំទិញពីផ្សារនេះគឺត្រួយរបស់វាគឺខ្ចីល្អខ្លាំងមែនតើជាមួយនឹងស្លឹកបាសផងដែរចំពោះបន្លែបៃតងវិញយើងអាចដាក់បានច្រើនប្រភេទក៏ប៉ុន្តែនេះខ្ញុំជ្រើសយកតែពីរមុខយកមកដាក់មានដូចជាស្លឹកបាសនិងស្លឹកម្រុំតែបើបងប្អូនចង់បន្ថែមបន្លែបៃតងនេះកាន់តែច្រើនបងប្អូនអាចបន្ថែមត្រួយល្ពៅឬក៏បន្លែបៃតងផ្សេងៗទៀតដែលបងប្អូនតែងតែចូលចិត្តដូចជាត្រួយម្រះអីជាដើមអញ្ចឹងណាដែលចូលចិត្តតែបងប្អូនចូលចិត្តល្វិញអីអាចដាក់បានតែចំណែកនេះខ្ញុំជ្រើសយកតែពីរមុខទេហើយក៏មានល្ហុងមានល្ពៅទុំដាក់លាយចម្រោះហ្នឹងមិនន័យថាបន្លែចម្រោះនៃសម្លកករបស់យើងបងប្អូនបន្លែចម្រោះនេះដោយសារតែខ្ញុំទិញតែបន្តិចទេហើយនេះខ្ញុំក៏បានទិញត្រង់មួយផ្លែដាក់លាយបន្ថែមទៀតព្រោះតែនេះខ្ញុំមើលថាឃើញវារៀងតិចពេកក៏ទិញដាក់បន្ថែមទៀតដើម្បីឲ្យវាមើលទៅរៀងច្រើនបន្តិចចំណែកគ្រឿងវិញខ្ញុំទិញមកពីផ្សារដោយសារតែនេះខ្ញុំអត់ចង់ចំណាយពេលក្នុងការបុកគ្រឿងនេះប៉ុន្តែបើសិនមកបងប្អូនចង់បានឲ្យជារសចេញពីស្លឹកគ្រៃនឹងឆ្ងាញ់បងប្អូនអាចបុកដោយខ្លួនឯងក៏បានទិញនៅទីផ្សារក៏បានដែរនិយាយរួមទៅសាច់តែចំណងចំណូលចិត្តរបស់បងប្អូនដែលចង់បានបុកគ្រឿងដោយខ្លួនឯងឬក៏ទិញគ្រឿងពីទីផ្សារស្រាប់ៗបងប្អូនចំណែកសាច់វិញខ្ញុំជ្រើសរើសយកសាច់3ជាន់សាច់ជ្រូក3ជាន់យកមកធ្វើម្ហូបសម្លកកមុខនេះដោយសារតែបើសិនមកយើងយកជាឆ្អឹងយើងគិតថាវាអាចនឹងបែកឆ្អឹងនៅក្នុងសម្លបើសិនមកយើងយកជាសាច់3ជាន់ដែលមានសាច់ខ្លាញ់តិចតិចលាយទៅពេលដែលយើងញ៉ាំគឺវាឆ្ងាញ់យ៉ាងដែរនេះទៅតាមចំណង់ចំណូលចិត្តបងប្អូនដែលចង់បានសាច់ឆ្អឹងឬក៏បន្ថែមត្រីទៅតាមនឹងទៀតទេប៉ុន្តែបើសិនមកខ្ញុំជ្រើសយកតែសាច់3ជាន់យកមកធ្វើអញ្ចឹងណាចំណែកឯការហាន់សាច់ជ្រូកវិញខ្ញុំហាន់វាទំហំតូចល្មមដែលវាងាយស្រួលផុយឆ្អិនលឿនបន្ទាប់ពីនេះខ្ញុំហាន់សាច់ហើយនេះខ្ញុំក៏យកប្រហុកដើម្បីចិញ្ច្រាំយកឆ្អឹងចេញហើយចិញ្ច្រាំដាក់នៅក្នុងសម្ល
ដែរបើសិនបើបងប្អូនមិនចូលចិត្តការចិញ្ច្រាំប្រហុកទេបងប្អូនអាចដាក់ទឹកត្រីជំនួសក៏បានដែរនេះគឺជាចំណូលចិត្តរបស់យើងម្នាក់យើងដាក់ក៏បានយើងមិនដាក់ក៏បាន ហើយចំពោះសម្លមុខនេះគឺនាងខ្ញុំអត់ថាចោលខ្ទិះដូងឯដោយសារតែដាក់ទៅវាមានរសជាតិក្លិនឈ្ងុយចេញពីខ្ទិះដូងហើយមួយវិញទៀតគឺអង្ករលីងនេះគឺនាងខ្ញុំបុកដោយខ្លួនឯងដោយសារតែទិញគេខ្លាចជាប់រសជាតិផ្ដោះហ្នឹងណានេះគឺជាការចាប់ផ្ដើមនៃការចម្អិនសម្លកដាក់ខ្លាញ់បន្តិចទៅដើម្បីឲ្យវាមានខ្លាញ់ដើម្បីយើងដាក់គ្រឿងទៅមកវាខ្លោចបន្ទាប់ពីយើងឆាគ្រឿងបានប្រហែលជាបន្តិចយើងក៏ដាក់ប្រហុកចូលដើម្បីឲ្យគ្រឿងហ្នឹងវាកូរទៅវាចូលគ្នាទាំងប្រហុកទាំងគ្រឿងបុកហ្នឹងបន្ទាប់ពីគ្រឿងរបស់យើងកូរទៅវារលាយសព្វចូលគ្នាអស់ហើយយើងក៏បន្ថែមនៅគ្រឿងទេសបន្ថែមទៀតនៅគ្រឿងទេសនោះគឺមានដូចជាអំបិលប៊ីចេងស្ករសហើយនឹងទឹកត្រីបន្ថែមផងដែរចាបន្ទាប់ពីយើងកូរគ្រឿងសព្វចូលគ្នាអស់ហើយយើងចាក់សាច់ជ្រូកចូលដើម្បីឲ្យសាច់ជ្រូកហើយនឹងគ្រឿងរបស់យើងហ្នឹងវាចូលគ្នាល្អហើយនឹងឈ្ងុយសាច់របស់យើងផងដែរនៅពេលដែលយើងកូរសាច់ជ្រូកហើយនឹងគ្រឿងសព្វចូលគ្នាហើយយើងក៏លួចដាក់បន្ថែមខ្ទិះដូងបន្តិចឬក៏បន្ថែមទឹកក៏បានដែរបើសិនបងប្អូនអត់មានខ្ទិះដូងឬក៏មិនមានចំណងទៅដាក់ខ្ទិះដូងអញ្ចឹងហើយក៏ខ្ញុំបន្ថែមជាមួយនឹងអង្ករលីងហើយក៏បានដាក់បន្ថែមនៅបន្លែដែលវាយូរផុយដើម្បីរងាស់ឲ្យបន្លែទាំងនេះគឺផុយល្អហើយបានយើងចាប់ផ្ដើមដាក់បន្លែពណ៌បៃតងចូលសម្រាប់រយៈពេលដែលរងាស់ឲ្យបន្លែទៀតល្ហុងល្ពៅត្រប់វិញនឹងវាផុយល្អអាចរយៈពេល5ទៅ10នាទីឬក៏អាចលើសនឹងទៅតាមបងប្អូនមើលស្ថានភាពជាក់ស្ដែងអញ្ចឹងហើយយើងបន្ថែមទឹកបន្តិចទៅដើម្បីរងាស់បន្ទាប់មកពេលវាពុះហើយយើងបន្ថែមទឹកល្មមដែលយើងគិតថាចំនួនសមាជិកគ្រួសារយើងប្រហែលអ្នកអញ្ចឹងណាយើងលៃទៅតាមនឹងទៅហើយយើងទុកគ្រឿងបុកហើយនឹងកលីងហ្នឹងដាក់នៅពេលដែលបន្លែវាផុយអស់ទៅយើងដាក់ទៅដើម្បីវាឈ្ងុយរសជាតិនឹងបន្ថែមទៀតណាបងប្អូននេះគឺពេលដែលនាងខ្ញុំដាក់បន្លែពណ៌បៃតងហើយនាងខ្ញុំបន្ថែមកលីងបន្ថែមទៀតដើម្បីឲ្យទឹកសម្លហ្នឹងវាល្មមវាអត់រាវពេកទេសម្រាប់បងប្អូនកុំភ្លេចធ្វើម្ហូបមុខនេះឲ្យក្រុមគ្រួសារញ៉ាំនៅចុងសប្តាហ៍ណាប្រកាសជាទទួលបាននូវរសជាតិឆ្ងាញ់ហើយគ្រួសារមានសុភមង្គលសូមអរគុណច្រើន